បាទសួស្តីបងប្អូនទាំងអស់គ្នាហើយអ្នកដែលនិយមស្នេហាវិស័យខាងកាត់ត editing ហើយឥឡូវនេះខ្ញុំនឹងបង្ហាញវីដេអូអំពីយើងប្រើកម្មវិធីកាត់តលើទូរស័ព្ទហ្នឹងគឺ CapCut អញ្ចឹង CapCut ឥឡូវវាមាន version free ហើយនិង version ទិញអញ្ចឹងយើងវគ្គដំបូងដែលយើងត្រូវប្រើគឺយើងអត់ទាន់មានលុយក្នុងការទិញទេហើយវីដេអូយើងក៏គ្មានគុណតម្លៃអីក្នុងការទិញដែរអញ្ចឹងយើងគ្រាន់តែផុសលេងឬក៏ការកំសាន្តរបស់យើងអញ្ចឹងយើងអាចប្រើ CapCut បានអញ្ចឹង CapCut វាទូលំទូលាយមែនទែនសម្រាប់ Android និង iOS ខ្ញុំក៏ធ្លាប់ប្រើវាដែរហើយដែលមួយរយៈដែលខ្ញុំឈប់ប្រើនោះសារអីពាណិជ្ជកម្មពេកអញ្ចឹងខ្ញុំអត់ប្រើខ្ញុំមកប្រើ Adobe Prim វិញឥឡូវខ្ញុំនឹងបង្ហាញបងប្អូនរបៀបប្រើ CapCut អញ្ចឹងយើងរត់ទៅប្រើ CapCut វិញបងប្អូនជាដំបូងយើងខ្ញុំនឹងបង្ហាញវីដេអូអំពីយើងកាត់ដាក់ចម្រៀងណាហើយនឹងវីដេអូដែលយើងថតអញ្ចឹងខ្ញុំបានថតវីដេអូរួចហើយគឺខ្ញុំថតកូនខ្ញុំលេងតាមផ្លូវអញ្ចឹងឥឡូវយើងបើកកម្មវិធីនឹងមកកុំឲ្យខាតពេលនេះ CapCut ចុចបាទ从来生死都看淡នេះជាអ្វីដែលខ្ញុំចង់និយាយអញ្ចឹងបើកកម្មវិធីមកគឺពាណិជ្ជកម្មហ្មងអញ្ចឹងយើង skip វាមកយើងចុច continue ទៀតបាទហើយកម្មវិធីហ្នឹងគឺបើកមកគឺមានផ្ទាំងបែបហ្នឹងឯង version update ថ្មីហើយយើងអត់មានត្រូវការអ្វីអញ្ញាញ៉ៃយើងទៅខ្វល់ខ្វាយរឿងធូរទាំងអស់នេះទេបងប្អូនក៏ចុចឡើងពាក្យអ្នក new project ឬក៏សញ្ញាបូកហ្នឹងមកបាទយើងចុចហ្នឹងដើម្បីយកវីដេអូរបស់យើងអញ្ចឹងខ្ញុំនឹងចុចវាដើម្បីយកវីដេអូដែលខ្ញុំថតចឹងវីដេអូដែលខ្ញុំថតនេះគឺនេះ3 4ហ្នឹងខ្ញុំយកតែ2 3ហ្នឹងយកមកបង្ហាញបងប្អូនកុំឲ្យវែងពេកចឹងប្លង់ទី1ទី2ទី3យើងយកមក select តាមដែលយើងចង់កាត់វាចឹងខ្ញុំនឹង select ពីកត់ជីកងប្រហែល file ហ្នឹងចេដូចជា7វីដេអូ8វីដេអូ9វីដេអូអញ្ចឹងយើងក៏ចុច next ខាងក្រោមនេះមកបាទ next ហើយវា load នឹងផ្ទាំងបែបនេះហើយអញ្ចឹងក៏បងប្អូនចុច play មកបាទវាដើរអញ្ចឹងយើងត្រូវតែរំប្លង់របស់យើងប៉ុន្តែយើងចង់ឲ្យស៊ីនឹងចង្វាក់ចម្រៀងយើងតើយក play អញ្ចឹងបងប្អូនត្រូវតែរក play អញ្ចឹង play យើងយកពីណាមកពេលខ្លះយើងអាចនឹងយកពី TikTok អញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនយកពី TikTok ស្រួលជាងអញ្ចឹងខ្ញុំនឹងចូលទៅ TikTok បាទហើយបងប្អូនវាយអក្សរនេះទៅចង់បានបទអីយើងវាយបទហ្នឹងទៅក្នុង TikTok ដូចខ្ញុំចង់បានបទខ្មែរបទមិនអស់ឡៃអត់ទេយកបទអង់គ្លេសវិញបទAI ច្រៀងហ្នឹងអញ្ចឹងយើងអូសមើលចម្រៀងណាដែលយើងចង់បានអញ្ចឹងមិនអស់ឡៃអានេះលើគេខ្ញុំយកមួយនេះអូខេឥឡូវយើង select បទហ្នឹងក៏យើងចុច select លើ TikTok ឲ្យជាប់ទៅបាទ select លើវីដេអូហ្នឹងវាឃើញពី download អានេះ download របៀបហ្នឹងយើង download ស្រួលប៉ុន្តែខ្លះ download បានទេដោយសារឯអ្នកផុសគេបិទអញ្ចឹងអានេះគេផុសឲ្យយើង download បានយើង download បានបាទឥឡូវវីដេអូយើង save ไว้អញ្ចឹងខ្ញុំបិទ TikTok វិញខ្ញុំចូលទៅ CapCut វិញពេលយើងមក CapCut បងប្អូនពាណិជ្ជកម្មទៀតខ្ញុំឆ្លាញ់វាត្រង់ហ្នឹងហើយយើង edit វាឲ្យយើងចេញវាចូលពាណិជ្ជកម្មបាទយើងខ្វាយវាចោលមកបាទវាឲ្យយើងមើលពាណិជ្ជកម្មតចប់ចាញ់យកកាត់វីដេអូហ្នឹងកុំឲ្យវាយូរបាទឥឡូវខ្ញុំកាត់វីដេអូចោលហើយយើងតទៀតយើងចូលមក like sound បងប្អូនកន្លែងពាក្យថា add audio នេះក៏បានហើយកន្លែង audio យ៉ាងក្រោមនេះក៏បានប៉ុន្តែយើងយក add audio ខាងលើនេះទៅបាទយើងចុច add audio បងប្អូននឹងឃើញពាក្យ like គេ detail ខាងក្រោមហ្នឹងមាន extract មាន sound ហើយនិង sound effect អញ្ចឹងយើងយក extract នេះមកដើម្បីយើងយក file ដែលយើង download ពី TikTok ណាអញ្ចឹងជួយអាហ្នឹងមកបាទដើម្បីយើងរុលទៅរកកាមេរ៉ាររបស់យើងអញ្ចឹងនេះលើគេដែលខ្ញុំ download មកហ្នឹងនៅលើគេមកហ្នឹងបទចម្រៀងហ្នឹងក៏យើងចុច extract មកដើម្បីយើងយក sound យកសំឡេងបាទឥឡូវយើងបានសំឡេងហ្នឹងហើយយើង play អូខេហើយខ្ញុំនឹងមុត clip ទាំងអស់ហ្នឹងមកយើងចុចកន្លែងមុតហ្នឹងមកឡើងកន្លែងណាយកត្រូវយក
បងប្អូនគ្រាន់តែយើង select លើរូបវីដេអូហ្នឹងណាតាមមកកន្លែងពាក្យថា slit ហ្នឹងយើងចុច slit ហ្នឹងទៅដើម្បីយើងខាត់ថាកន្លែងនេះបាទផុតហើយអញ្ចឹងយើង slit លើហ្នឹងមកចុច slit មកបាទហើយលុបវាចោលទៅ delete មកដើម្បីយើងបន្តអញ្ចឹងយើងបន្តប្លង់យើងមួយទៀតកន្លែង share again ហ្នឹងយើងធ្វើមកឲ្យស៊ីណាកន្លែងកលាក់វាអូយ៉ូយើងវាឡើងចុះអញ្ចឹងអូយ៉ូយើងអញ្ចឹងយើងមើលសញ្ញាភ្លេងហ្នឹងដើម្បីយើងកាត់ត្រូវភ្លេងយើងមើលកន្លែងណាកលាក់កន្លែងណាយើងអាចចង់ស៊ី metri កន្លែងហ្នឹងយើងកាត់ត្រឹមហ្នឹងអញ្ចឹងខ្ញុំ delete ត្រឹមនេះយើងឥឡូវវាចូលឡើងមក clear ទៀតវាដល់ត្រឹមនេះយើង select វាត្រឹមនេះមកស៊ីសបច្ចេកទេសបងប្អូនមើលទៅបាទចង់កាត់របៀបម៉េចឲ្យវាស៊ីកន្លែងធាក់ហ្នឹងឲ្យដល់ឡើងធាក់យកបណ្ដោយអញ្ចឹងយើងមើលទៅវីដេអូយើងថតម៉េចយើងកាត់ឲ្យវាអញ្ចឹងdelete វាអញ្ចឹងបងប្អូនមានអីពិបាកទេយើងក៏ slit វាហើយ delete វាទៅ slit delete ទៅបាទអាហ្នឹងគឺរបៀបខាត់យើងតមកតំណវាអញ្ចឹងឡើយប្លង់នេះអត់ស្អាតទេខ្ញុំអូសកាល់យកវិញយើង zoom up ព្រមវាយើងកលវីដេអូទៅមុខទៅក្រោយអញ្ចឹងបងប្អូនចង់កលវីដេអូទៅមុខទៅក្រោយយើងក៏ចុចលើវីដេអូនៅជាប់ទៅហើយយើងអូសទៅបាទយើងអាចបដូរប្លង់វីដេអូយើងបានយកប្លង់តាណាឡើយនេះយើងអាចតវីដេអូទៅយើងលុបវាបងប្អូនមានថ្លង់សំឡេងចូលទេបាទនៅគៀនផ្ទះគេធ្វើផ្ទះប្រហែលជាគេស្វានដែរយើងលឺរ៉ែតិចចឹងខ្ញុំអត់តន់យកប្លង់កូដប្រុសទេវាអត់ស៊ីគ្នាចឹងលុប delete វាចោលចឹងតែមានតែស៊ីយកត្រឹមណាចឹងយើងជំនាញនឹងខាត់វានឹង slip វាទៅអត់មានពិបាកទេរឿងCapCut បាទកន្លែងវាច្រៀងអញ្ចឹងនិយាយទៅយើងរកកន្លែងណាដែលច្រៀងឲ្យចូលវីដេអូអញ្ចឹងមិនមើលទៅវាតាក់ទាញក៏ទៅត្រឹមនេះយេអូខេឥឡូវយើងសាកពីដើមមកយើងលុបហ្នឹងក៏យើងអាចសារវាមកសារម៉េចដែរនេះអាកន្លែងសញ្ញា prune back ហ្នឹងដើម្បីថាអ្វីដែលយើងធ្វើខុសឆ្គងឬក៏យើងធ្វើត្រូវយើងចង់ឲ្យវាដូចដើមវិញយើងចុច back មកវិញហៅថា call យកវិញគេហៅ redo មកវិញណាចុចឲ្យវិញមកបាទអញ្ចឹងវីដេអូដែលយើងបាត់មិញហ្នឹងក៏វា Now it feels like I'm less Never want it fade away Thoughts of you won't let me stayចឹងអត់មានអីពិបាកទេរឿង cut វីដេអូលើថា CapCut ចឹងបងប្អូនអាចអនុវត្តបានឥឡូវខ្ញុំនឹងប្រាប់បងប្អូនមួយទៀតដើម្បីដាក់ transition របស់វាមានន័យថាយើងដាក់ effect ចឹងកាលណាយើងចង់បាន transition នេះបងប្អូនឃើញហើយកន្លែងកលាក់តំណវីដេអូហ្នឹងចឹងយើងឃើញកន្លែងតំណហ្នឹងគឺសមួយសញ្ញាដកផ្កាប់ហ្នឹងចឹងបងប្អូនចុចកន្លែងសញ្ញាដកផ្កាប់ហ្នឹងទៅបាទនេះវាឲ្យ add transition ចឹង transition យើងឆ្លាញ់មួយណាយើងប្រើគេ free ទៅអត់មានជាប់QQ ហ្នឹងពេលយើង run out ទៅវាអត់ទៀមទាឲ្យយើងបង់លុយអញ្ចឹងខ្ញុំសាកលបងប្រើអត់មានគេដាក់ហ្នឹងអ្នកអាវលយកអាវលនេះមួយ try now អញ្ចឹងយើងថែវីដេអូគឺវាលឿនណា
with វាវិលចឹងយើងចង់ឲ្យវាថាវិលយឺតវិលលឿនបងប្អូនឃើញអាបន្ទាត់ខាងក្រោមនោះដើម្បីយើងសេរីវាsecond វានេះកន្លែង second ឃើញសញ្ញាហ្នឹងអត់7 5 second 3 second ចឹងយើង apply វាតាមហ្នឹងទៅយើងចង់ឲ្យវាយូរទៅលឿនចឹងយើងបន្ថយវាកាន់តែលឿនជាងនឹងទៀតចឹងវាមើល second តាមហ្នឹងនេះយើងអូអាហ្នឹងឃើញបន្ទាត់វាណាចឹងវាត្រូវក្បួនវាលឿនចឹងប៉ុន្តែយើងត្រូវរក effect ណាដែលយើងមើលទៅសមមិនមែនថាដាក់ទៅលឿនចឹងទេយើងមើល effect ណាដែលយើងត្រូវថាអូ fade ណាឲ្យវាសមក្នុងបទចម្រៀងយើងអានេះគាត់ខ្ញុំប្រាប់ត្រួសឲ្យបងប្អូនមើលបើបងប្អូនអាចកែច្នៃខ្លួនឯងធ្វើខ្លួនឯង effect ណាដែលយើងស្រឡាញ់ខ្ញុំដាក់ play នេះក៏បានដាក់ fade នេះក៏បានយ៉ាស្រឡាញ់អញ្ចឹងមកដាក់អញ្ចឹងមកយី zoom វីដេអូវិញ zoom out zoom in ហ្នឹងក៏យើងចុចទាញមេដៃ2ក៏បានដើម្បីទាញ zoom out zoom in ហ្នឹងដើម្បីរកកន្លែងកលៈវាហ្នឹងណាកន្លែងមុខតំណនិយាយចំអញ្ចឹងថែមុខតំណទៅបើខ្ញុំជួយចិត្តប្រើ fade ជាងគេ fade វាស្អាតជាងវាអត់ញាក់ភ្នែកកាត់វីដេអូកាលណាយើងប្រើ effect ពេកពិបាកមើលយើងប្រើ fade ពួកប្រើ effect fade គឺយើងប្រើដើម្បីបដូរប្លង់មួយទៅប្លង់មួយតែថាឲ្យវីដេអូមើលទៅនេះគឺក្បួនដាក់ effect អញ្ចឹងបងប្អូនអាចអនុវត្តខ្លួនឯងហើយគឺយើងដាក់តទៅយើងចង់បាន effect មិនដាក់ទៀតទៅបាទហ្នឹងគឺដាក់ effect ឥឡូវយើងចូលមួយទៀតដើម្បីយើងគេហៅដាក់អក្សរដាក់ font ហ្នឹងណាអញ្ចឹងបងប្អូនឃើញអក្សរ text អត់បាទអក្សរ text យើងហ្នឹងក៏យើងចុចលើអេក្រង់ហ្នឹងឃើញនេះវាមាន edit មាន audio មាន text អញ្ចឹងយើងរក text មកបាទនេះចុច text ហ្នឹងមួយមកយើងចង់ឲ្យ text អីគេទី1បូក text ហ្នឹងគឺយើងសរសេរដោយដៃខ្លួនយើងអា text ទី2 auto caption ហ្នឹងអាហ្នឹងបើសិនយើងនិយាយភាសាអង់គ្លេសវា auto យើង generate ជាអក្សរយើងអញ្ចឹងយើងនិយាយភាសាខ្មែរដូចជាអត់មានទេតែយើងសរសេរដៃបាទអញ្ចឹងយើងមិនបាច់ខ្វល់ច្រើនទេបងប្អូនមកតា text បូកនេះមកនេះអាមុនគេហ្នឹងបាទយើងសេទៅវីដេអូកូនជីកង់គឺយើងចូលទៅរក live font ដើម្បីយើងដូរ font ប៉ុន្តែ CapCut បងប្អូនតើ download font វាបានយើងដាក់ font style សឲ្យបានហើយខ្ញុំនៅរក font ដែលខ្ញុំបានដាក់ my font នេះឥឡូវ my font ដើម្បីយើងយក font ខ្មែរយើងនេះគឺ font ដែលខ្ញុំបាន download ហើយទៅឡើងអញ្ចឹងបងប្អូនអាចទៅឡើងចូល CapCut ខ្លួនឯងខ្ញុំធ្វើវីដេអូក្រោយចាំខ្ញុំដាក់ font ហ្នឹងហើយយើងអូសទៅបាទយើង select ទៅដៃយើងស្រឡាញ់តាណាយើងរុញទៅនឹងទៅហើយវីដេអូខ្ញុំคลิกអក្សរ O នេះដែរ style យ៉ាងទៀត like font style ហ្នឹងគឺវាមានឲ្យរើសយើងលេងក្បាច់លេងអីបានតាមចិត្តចង់របស់យើងស្រឡាញ់ពណ៌មិនវា background នេះវាលេងអញ្ចឹងខ្ញុំដាក់ពណ៌នេះចុះអញ្ចឹងនេះគ្រីវាអញ្ចឹងអា lyric style font text ហ្នឹងយើងចង់ឲ្យវាវែងចង់ឲ្យខ្លីអីតាមតម្រងដែលយើងចង់ដាក់បងប្អូនក៏ចុច line font ហ្នឹងមកនេះឲ្យចេញសញ្ញាដកសងខាងសហ្នឹងមកយើងទាញវាមកបាទចុចដៃទាញកេមវាមកណាអញ្ចឹងវាអូសឲ្យចង់ពេញវីដេអូក៏បានចង់ពាក់កណ្ដាលវីដេអូក៏បានចង់បន្តិចក៏បានដែរនេះយើងរុញតាមហ្នឹងទៅណាអញ្ចឹងយើង play ហើយយើងបន្ថែម lyric ចឹងខ្ញុំអត់មានអីបង្ហាញច្រើនទេវីដេអូគឺយើងធ្វើខ្លីៗធ្វើតិចហើយបើសិនបងប្អូនចង់កែពណ៌កែ color លើវីដេអូនឹងទៀតក៏យើងចុចលើរូបវីដេអូយើងទៅបាទហើយបងប្អូនឃើញពាក្យ effect ហើយនេះកន្លែងគេដាក់អក្សរ effect បាទយើងចុច effect ហ្នឹងមកហើយវាមានvideo effect មាន body effect មាន style effect ហើយនិង AI effect បាទអាហ្នឹងគឺយើងដាក់ពណ៌វីដេអូយើងហើយលេង effect ញាក់ចោះញាក់ឡើងឲ្យវីដេអូយើងកើអីហ្នឹងបន្ថែមរសជាតិថែមទៀតបាទឧទាហរណ៍ឥឡូវខ្ញុំរកកន្លែងម្នាក់ស្រីអីញាក់
ឬម្នាក់ប្រុសនេះក៏បានដែរឃើញវីដេអូយើងវាទាញញាក់ស៊ឺតបាទ effect វាដាក់មកល្ងិតចឹងយើងស៊ីសនឹងកញ្ចែកទេសយើងចង់ស្រឡាញ់ mode មិនចង់បង្ហាញវីដេអូនឹងមិនឲ្យវាទាញក៏យើងចូលចុចកន្លែងវីដេអូមួយណាដែលយើងចង់ដាក់ effect វីដេអូអញ្ចឹងកន្លែងនេះអញ្ចឹងខ្ញុំចុចតាកន្លែង effect មកហើយបងប្អូនចុចមកវីដេអូ effect នេះមកបាទហើយយើងចុចeffect ណាដែលយើងស្រឡាញ់មកនេះបើយើងកុំចុចកន្លែង effect គេដាក់ pre trip ហ្នឹងដាក់ទៅបងលុយរហូតហ្នឹងវាទៀតហើយយើងចុច effect ទៅវាញាក់ទឹកចឹងហើយកន្លែងហ្នឹងបើវាញាក់ចឹងហើយយើងត្រូវថែមtransition វាទៀតដើម្បីវាទាក់ទាញឲ្យវាវិលឆ្ងល់យើងរកផ្កាប់មុខសិន transition នេះបើយើងមានលុយទិញ effect វាស្អាតច្រើនដាក់នេះចាញ៉ាំឲ្យវាឃើញតាក់ទាញហ៎ I still think of you វីដេអូបើយើងថតស្អាតហើយស្អាតប៉ុន្តែបើយើងចេះច្នៃពណ៌ទៀតវាកាន់តែស្អាតជាងនឹងទៀតអញ្ចឹងខ្ញុំចង់ឲ្យលេងពណ៌ខាងនេះម្ដងយើងយកវីដេអូមួយនេះវីដេអូណាដែលយើងស្រឡាញ់ពណ៌មួយណា select វីដេអូហ្នឹងចុចលើវីដេអូហ្នឹងទៅបាទហើយបងប្អូនអូសមកស្ដាំដៃយើងកិលប៊ូតុងខាងក្រោមហ្នឹងកិលមករកពាក្យ adjustment នេះមកបាទ adjust មាន adjustment adjust ទៅហ្នឹងបាទចុចមកយើងនឹងឃើញ color tone របស់យើងនៅហ្នឹងហើយគេដាក់ free trial ហ្នឹងមិនបាច់ប្រើវាទេអាហ្នឹងតយើងទិញវាដាក់តែ free មែនតែពេលយើងរិនជាប់ប៉ុណ្ណាអញ្ចឹងវាមាន bright មាន contrast មាន saturation មាន brilliant អញ្ចឹងអស់ហ្នឹងគឺសិតតែ tool សម្រាប់កែពណ៌កែពន្លឺហើយអញ្ចឹងអានេះវាវែងឆ្ងាយច្រើនដែរអញ្ចឹងយើងមើលពន្លឺ bright គឺពន្លឺអញ្ចឹងយើងចង់បានពន្លឺប៉ុណ្ណាយើងបតម្លាក់តឡើងអញ្ចឹងខ្ញុំតម្លាក់បន្តិចទៅហើយ contrast សម្រាប់ឲ្យរូបនឹងដិតរូបនឹងផ្សែងហុយអីគឺយើងប្រើ contrast ហ្នឹងបើរូបភាពយើងថតរៀងស្អាតយើងតឡើង contrast បើយើងក្រាស់ពេកយើងបន្ថយ contrast ចឹងអាហ្នឹងយើងប្រើវាមិនចង់ប្រើវាក៏បានដែរហើយអា saturation ហ្នឹងគឺ color ពណ៌កាលណាយើងបន្ថយវាគឺរូបយើងកាន់តែសាបមានរូបយើងកាន់តែស្លេកហើយបើយើងតឡើងវារូបយើងកាន់តែដិតចឹងខ្ញុំតឡើងវាបន្តិចមកហើយវាលៀននេះវាអូតូសម្រាប់ស្បែកស្រាប់កន្លែងណានេះឲ្យយើងឃើញពន្លឺយើងបន្ថយអញ្ចឹងទៅសម្រាប់ពន្លឺជួយដល់ស្បែកមនុស្សយើងកន្លែងណាល្ងិតអញ្ចឹងហើយមួយទៀតសាបវីដេអូយើងនេះចង់ឲ្យសាបចង់ឲ្យវាច្បាស់ចង់ឲ្យវាត្រជាក់ឲ្យវាទន់ហើយ charity នេះគឺអាហ្នឹងសម្រាប់ចាក់ស្បែកឲ្យស្បែកយើង smooth ដែរបាទវាអត់ព្រីឲ្យយើងទេហើយនេះ graphic សម្រាប់ curve យើងលេង curve អញ្ចឹងអានេះយើងលេងតង់ធូនតង់មិនក៏បានតង់បែកផ្សែងបែកអីគឺយើងប្រើអាហ្នឹងប្រើ curve បាទដោយកាត់ដូច film នេះអីចឹងណាហើយយើងត្រូវចាំវាទៅអាកដាលគេហ្នឹងគឺកន្លែងពន្លឺអីតឡើងចុះហើយខ្ញុំអត់ធ្វើវាទេកុំឲ្យបងប្អូនស្មានគាត់បង្ហាញបងប្អូនស្គាល់ទេនេះអាកដាលគេហ្នឹងគឺពន្លឺក្រៅហ្នឹងវាចែកពណ៌វាអាគៀនគេហ្នឹងគឺ shadow ហើយនឹង black អាលើគេនេះគឺ light ហើយនឹង bright ពន្លឺរបស់វាលើនេះអានេះពន្លឺអញ្ចឹងអាហ្នឹងតើបងប្អូនរៀនខាងផ្នែក Photoshop ចេះអញ្ចឹងខ្ញុំបន្ថយវាទាំងអស់គឺខ្ញុំខ្ជិលបង្ហាញបងប្អូនឲ្យដឹងប៉ុណ្ណឹងបានហើយហើយបងប្អូនយើងទៅមុខទៀតមកយើងឃើញបាទមានបេតុងវាយបេតុង highlight អី highlight សម្រាប់កន្លែងណាឆៃឡៃណាអីចឹងយើងបន្ថយវាទៅ highlight ហ្នឹងហើយនេះមក shadow ទៀតហើយ shadow គឺតឡើងពន្លឺតឡើងកន្លែងណាល្ងិតយើងប្រើ shadow ឬក៏យើងចង់លេង shadow ឲ្យខ្មៅយើងតម្លាក់វាបាទហើយវីដេអូខ្ញុំឃើញប៉ុណ្ណេះខ្ញុំចង់តឡើងវាបន្តិចមកហើយវាយនេះក៏ពន្លឺដែរយើងតឡើងបន្តិចមក dark នេះក៏ឲ្យល្ងិតធ្វើឲ្យពន្លឺ temp នេះគឺ K ហ្នឹងឯងយើងតឡើងកាន់ក្រាស់កាន់លឿងបន្ថយកាន់តែបៃតងអញ្ចឹងយើងមើលវីដេអូតាមការគួររបស់អស់លោកអ្នក
ថតទេបាទចឹងវាអត់មានច្រើនទេតែប៉ុណ្្នឹងឯងហើយwidget នេះអា widget នេះអានេះសម្រាប់យើងចាប់ឲ្យវាល្ងិតស៊ុំស៊ុំនេះល្ងិតចឹងអាហ្នឹងយើងប្រើ style យើងចឹងអូខេបាទហើយអស់ហើយអា gain នេះគឺខ្ញុំមិនដែលប្រើទេ gain នឹងស្អីទេបាទអូខេប៉ុណ្ណឹងបានហើយវីដេអូហើយ quality វានេះឃើញវាដាក់ឲ្យយើងទាំងអស់ប៉ុន្តែយើងត្រូវទិញជាងយើងបាច់ខ្វល់ទេអញ្ចឹងវីដេអូគឺខ្ញុំបានបង្ហាញអស់ហើយប៉ុណ្ណឹងឯងដល់ហើយ ending នេះយើងចង់ add អី add អីទៀតក៏បានដែរប៉ុន្តែនេះខ្ញុំឧទាហរណ៍ក៏យើងចុច ending វាមក cat cap វាអញ្ចឹងយើងអាចដូរអា cat cap ហ្នឹងយើងដូរដាក់អក្សរអីរបស់យើងវិញក៏បានដែរឬក៏យើង remove វាចោលក៏បានដែរ delete វាចោលណាហើយយើងចង់បានវីដេអូបន្តទៀតក៏ចុចសញ្ញាបូកនេះមកបានវីដេអូបន្តតែអូខេវីដេអូគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងអាចចេះហើយកុំភ្លេចខ្ញុំភ្លេច run out ឲ្យបងប្អូនមើលអញ្ចឹងអានេះវីដេអូយើងមានប៉ុណ្ណេះ play វាដល់នេះអញ្ចឹងយើង cut play នេះសិន cut play ត្រឹមវីដេអូយើងទៅចុចលើ play select វាចុច delete បាទអញ្ចឹងវាបាត់ហើយអញ្ចឹងខ្ញុំត្រូវ run out វាចុច export ពាណិជ្ជកម្មបាទហើយឥឡូវវា export ទៅហើយចឹងអានេះតាមរយៈពេល export របស់យើងហ្នឹងគឺវីដេអូយើងវែងវាយូរវីដេអូយើងខ្លីវាលឿនហើយមានខ្ញុំកាត់ពាណិជ្ជកម្មចោលហើយកាលណាតែយើងអត់ទិញរបស់វាយើង export ម្ដងវាពាណិជ្ជកម្មរហូតដល់ពេលយើងបើកក៏វាពាណិជ្ជកម្មដែរអញ្ចឹងវាធ្វើឲ្យយើងហ្នឹងអត់បានយើងត្រូវទិញរបស់វាប្រើដែរអូខេវីដេអូយើង run រួចហើយអញ្ចឹងខ្ញុំទៅបើកមើលនឹង photo ខ្ញុំបាទកន្លែងវា save គឺនៅក្នុង photo ចឹងវីដេអូនេះវីដេអូដែលយើងត្រូវឃើញបាទចូលលេខវីដេអូ Never want it fade away. Never want it fade away. Thoughts of you won't let me stay. អូខេបាយបាយបងប្អូនកុំភ្លេចជួយ subscribe នៅវិញផង